សូមជូនរឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេប្រជុំរឿងនិទានខ្មែរភាគ1មានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមិត្តមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដោយមិនដេចនឹងបានចៅម្នាក់ថាងាយទេឯងគិតទៅរកខ្ចីគោរទេសគេមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេសចូលឯងប្រាប់ថាចន្ទល់ថានឹមទៅវិញទៅកំឡោះម្នាក់ទៅខ្ចីរទេសគេមកបឲ្យជួបនឹងបរោះបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរណែអ្នកអញ្ជើញឲ្យឈប់និយាយគ្នាសិនបរោះការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេសមកដល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបរោះប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេសមែនឬអ្នកបរោះនោះថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបរោះនោះសួរថាអ្នកឯងមានទ្រព្យអីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកបរោះនោះគិតថាប្រកាសជាគេហៅរទេសមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅកំឡោះដែលឈរសួរទៅអ្នកបរទេសចង្អុលទៅសួរទៅចន្ទល់កំឡោះអ្នកបរទេសប្រាប់ថានេះគេហៅថាចន្ទល់ចង្អុលសួរទៅនឹមថានេះគេហៅថានឹមនេះគេហៅថាទុកនេះគេហៅថាត្រាយនេះគេហៅថាព្រែកនេះគេហៅថាកង់នេះគេហៅថាខ្នងកង់នេះគេហៅថាត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបរោះជាប្តីថាឥឡូវគេមិនហៅរទេសទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬមិនដេចបរោះជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបរោះនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យតកហៅចៅទាំងពីរនាក់នោះមកជំនុំកំឡោះទាំងពីរនាក់វាសោកចៅក្រមកាត់ក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេទៅបរោះនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅជួបប្រទះសុភាទន្សាយឯសុភាទន្សាយសួរថាអ្វីបានជាបងយំបរោះនោះប្រាប់ដំណើរសពគ្រប់ឯសុភាទន្សាយថាបើដូច្នេះបងឯងកុំភ័យរោគតែជែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបរោះនោះអរណាស់ខំទៅរោគជែកមកឲ្យសុភាទន្សាយឯសុភាទន្សាយស៊ីជែករួចហើយដើរទៅជាមួយបរោះនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដូចម្ដេចខ្លះចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់ឯសុភាទន្សាយថាលោកកាត់សេចក្តីមិនតាន់អស់ទេបើដូច្នេះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តតាំងពីខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរនាក់អង្ការភ្នាល់គ្នាថាដាក់អីបរោះនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅថាប្រពន្ធបើអ្នករកឃើញយកទៅចោះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅថាជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅ
ទើបគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅថាចន្ទល់នឹមទុកត្រាយព្រែកក្នុងត្រពងរួមទាំងអស់នេះទៅទើបហៅថារទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញឯសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូកគេគ្មានត្រង់តាមច្បាប់សោះបុរសនោះបានប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទន្សាយថាលោកបងកាត់សេចក្តីនេះពេញហៅត្រង់ហើយឲ្យលោកបានសម្បត្តិសួគ៌និព្វានរឿងជាតិខ្លាធំកាលពីព្រេងនាយមានព្រះមហាក្សត្រមួយអង្គសោយរាជសម្បត្តិនៅនគរមួយមានអគ្គមហេសីជាចោមស្ត្រីមានមន្ត្រីចតុស្ដំ4នាក់មានហោរា1នាក់ជាតំណាងព្រះនេត្រព្រះកាយព្រះអង្គមានមន្ត្រីនិងស្រីស្នំជារាជបរិពារពេញកិត្តិយសជាម្ចាស់ដែនដីតាមព្រះរាជប្រពៃណីពិធីបុរាណរៀងមកប៉ុន្តែព្រះមហាក្សត្រនិងចតុស្ដំតាំង4នាក់ពុំបានរៀនវិត្តមន្តខាងការពិជ័យសង្គ្រាមដោយព្រះរាជាមុនមកឡើយព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេកដោយព្រះរាជាអនុភាពរបស់ព្រះអង្គចេះតែទុនទាបចុះទ្រង់ក៏ពឹងថាបើសិនជាមានសក្តិសត្រូវចូលមកលុកលុយដណ្ដើមព្រះនគរអញមុខជាព្រះនគរនឹងបាននៅក្នុងកណ្ដាប់ដៃនៃមច្ឆាមិត្តដោយងាយពុំខានឡើយថ្ងៃមួយវេលាម៉ោង8ព្រឹកព្រះអង្គទ្រង់យាងចេញកាត់ចុងព្រះរាជរោងដោយមានព្រះអគ្គមហេសីគង់អែបណែបចិត្តព្រះអង្គហើយដោយមានហោរាចតុស្ដំតាំង4នាក់និងមន្ត្រីឯទៀតក្រាបបង្គំកលតាមធម្មតាពេលនោះទ្រង់ភ្នក់ព្រះតីចង់ទៅរៀនសិលសាស្ត្រក្នុងដំណាក់អាចារ្យតិសាបាមកខៈឯនគរតខសិលាទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសីក៏សុំទៅតាមផងហោរានិងចតុស្ដំទាំង4នាក់ក៏សុំតាមហែព្រះអង្គទៅដែរដើម្បីនឹងរៀនវិត្តមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរព្រះអង្គក៏ទ្រង់ព្រះជាអនុញ្ញាតជំនុំស្រេចហើយមានថ្ងៃមួយព្រះអង្គនាំអគ្គមហេសីហោរានិងចតុស្ដំទាំង4នាក់បានចេញចាកព្រះនគរគម្រប់7ថ្ងៃដល់នគរតកសិលាបានជួបនឹងអាចារ្យតិសាបាមកៈក៏បានសូមរៀនសិលវេទមន្តអាចារ្យតិសាបាមកៈទទួលភារៈបង្រៀនព្រះអង្គព្រះអគ្គមហេសីនិងហោរាព្រមទាំងចតុស្ដំបើរៀនចេះចប់សពគ្រប់ទោះនឹងចងខ្លែងខ្លួនជាសត្វដេរិឆានឬជាយក្សក៏បានដោយងាយរៀនចេះចប់ស្រេចស្ដេចសូមលាលោកអាចារ្យវិលត្រឡប់ទៅព្រះនគរវិញអាចារ្យអនុញ្ញាតព្រះរាជានិងព្រះអគ្គមហេសីបានធ្វើជាព្រះរាជដំណើរត្រឡប់មកវិញព្រមដោយហោរានៅចតុស្ដំតាំង4នាក់ទ្រង់ចេញចាកក្រុងតកសិលាមកបាន3ថ្ងៃហេតុតែកម្មផលនាំឲ្យវង្វេងផ្លូវទ្រង់យាងត្រាច់កាត់ព្រៃអស់ស្បៀងអាហារសោយតែមើមឈើនិងផ្លែឈើព្រះរាជាទ្រង់ស្ដាយព្រះជន្មទ្រង់ក៏ជំនុំគិតជាមួយហោរាចតុស្ដំទាំង4នាក់ព្រមតាមព្រះអគ្គមហេសីថាឥឡូវនេះយើងជិតដល់នៅការអស់អាយុសង្ខារគ្រប់គ្នាហើយព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិត
បើអស់លោកយល់ឃើញដូចម្ដេចហោរាទូលព្រះអង្គថាទូលព្រះបង្គំជាខ្ញុំយល់ឃើញថាមុនវិជ្ជាដែលយើងបានរៀនមកសឹងចេះសពគ្រប់ដូចគ្នាហេតុនេះបើខ្លួនជាសត្វខ្លាធំហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទម្រាំទៅដល់ព្រះនគរសឹមคล้ายខ្លួនជាមនុស្សវិញក៏បានព្រះរាជានិងព្រះអគ្គមហេសីនៅចតុស្ដម្ភក៏ព្រមតាមហោរាទ្រង់មានព្រះបន្ទូលថាឥឡូវរូបខ្លាទាំងមូលនេះលោកណាត្រូវការខ្លួនធ្វើជាអ្វីចតុស្ដម្ភសូមធ្វើជាជើងខ្លាទាំង4ហោរាសូមធ្វើជាកន្ទុយព្រះអគ្គមហេសីសូមធ្វើជាខ្លួនខ្លារូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាលគឺតួព្រះមហាក្សត្រជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាកាលាខ្លួនកើតជាស្ដេចខ្លាបានដោយសេចក្តីប្រាថ្នាផ្ទុះបោលចេញចាប់សត្វប្រើក្តាន់ជាអាហារលុះអំឡុងទៅក៏កើតមានសេចក្តីសប្បាយភ្លេចរាជសម្បត្តិនិងព្រះនគរពុំស្ដាយសោះហេតុនេះបានជាសត្វខ្លាមានកម្លាំងជាងសត្វឯទៀតហើយសត្វខ្លានេះកាលនឹងចាប់សត្វជាអាហារគឺដឹងដោយសារកន្ទុយជាមុនព្រោះជាហោរាដងខ្លួនដែលទន់ភ្លន់គឺព្រះអគ្គមហេសីជាស្ត្រីភាពឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យគឺតួអង្គព្រះមហាក្សត្រដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ឯជើងទាំង4ដែលមានកម្លាំងខ្លាំងហើយមានចចកមុតគឺចតុស្ដម្ភទាំង4នាក់ចោលចិត្តជាដូចបានឮតគ្នាមកថាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាអាចោលចិត្តជាលុះក្មេងនោះចម្រើនឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកមេដាទូគ្មានព្រានប្រដៅដោយបណ្ឌិតក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តតែដើរលួចទ្រព្យសម្បត្តិគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូប្រដៅដោយបណ្ឌិតក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីនាម៉ឺនសពគ្រប់មុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជឱវាទថាមានខេត្តមួយនៅទំនេរពុំតាន់មានឈ្មោះណានៅឈររក្សាបើអ្នកណាយកប្រាក់40កហបណៈមកដាក់ខ្លាំងយើងនឹងឲ្យឈរជាចៅចវាយស្រុកនៅខេត្តនោះត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញព្រះអនុមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកាត់ទុកចង់ធ្វើជាចៅចវាយស្រុកពុនពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះឱវាទថាបើឈ្មោះអ្នកណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ខ្លាំងទ្រង់នឹងឲ្យធ្វើជាចៅចវាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយដែលនៅទំនេរឯភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅចវាយស្រុកណាស់តែសពថ្ងៃយើងក្រលំបាកតោកយ៉ាក់ពេកនឹងរកប្រាក់ស្វាយស្ដាច់ពុំបានទេនិយាយបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យមានប្រាក់40កហបណៈស្វាយស្ដាច់ខ្ញុំនឹងបានធ្វើជាចៅចវាយស្រុកគ្រានេះពេលនោះឯចោលចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានឮដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពោធតាមប្រហោងជីងចាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់មកផ្ទះវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញពង្វិចសម្ពោធ
ក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហបណៈអន់ណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពន់ពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ខ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅចៅហ្វាយស្រុកនៅរក្សាខេត្តនោះតទៅឯចៅចិត្តជាកាលបើបានដឹងថាចៅនោះបានធ្វើជាចៅចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនវាបានឯពួកម្ចាស់ទ្រព្យក៏នាំអាចៅចិត្តជានោះទៅជូនចៅចៅហ្វាយស្រុកចៅចៅហ្វាយស្រុកបង្កប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចៅចិត្តជានិយាយរអ៊ូតែម្នាក់ឯងថាអោហេតុតែឯងមានចិត្តអាណិតគេការគេចង់ធ្វើចៅចៅហ្វាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហបណៈវិចនឹងកំណាត់មកឲ្យគេទាំងយប់ឥឡូវនេះគេបានធ្វើចៅចៅហ្វាយស្រុកហើយគេមិនមេត្តាករណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចោចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ហើយចៅចៅហ្វាយស្រុកនិងប្រពន្ធបានឮចៅចិត្តជានិយាយដូច្នេះក៏ប្រឹក្សាគ្នាថាគួរឲ្យឆ្ងល់ណាស់ចៅវានិយាយនេះត្រូវដោយរឿងខ្លួនយើងគួរតែយើងចុះទៅសួរវាឲ្យជាមើលទើបចៅចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាឯងនិយាយរឿងអីយើងឮតែស្ដាប់បានខ្លះមិនបានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតមកមើលទើបអាចោចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យគេរាល់យប់យកមកចិញ្ចឹមជីវិតការដែលលោកនៅជាមន្ត្រីតូចពុំតាន់បានធ្វើជាចៅចៅហ្វាយស្រុកនៅឡើយវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិងប្រពន្ធនិយាយថាយើងនឹងរកប្រាក់40កហបណៈពីណាបានយកទៅថ្វាយស្ដេចដើម្បីឲ្យបានធ្វើចៅចៅហ្វាយស្រុកក្នុងខេត្តមួយប្រពន្ធលោកថាយើងក្រនឹងបានប្រាក់ពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40ខបណៈពីផ្ទះវិចនឹងកំណាត់សម្ពោធមកដាក់ជិតក្បាលដំណេកទុកជូនលោករួចខ្ញុំត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើជាចៅចៅហ្វាយស្រុកខ្ញុំក៏មកលួចគេក្នុងខេត្តនេះគេបានចាប់ខ្លួនខ្ញុំនាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចៅចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាឥតសង្ស័យហើយថាអូអាសម្លាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើជាចៅចៅហ្វាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកំភៃកុំទុច្ចចិត្តអញនឹងដោះលែងឯងឲ្យរួចខ្លួនចេញពីទោសមួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅចៅចៅហ្វាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជំរាបថាខ្ញុំឈ្មោះអាចោចិត្តជាសួររួចហើយលោកចៅចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញលុះភ្លឺច្បាស់ចៅចៅហ្វាយស្រុកបង្កប់មេគុកឲ្យដោះអាចោចិត្តជារួចពីទោសហើយនិយាយថាអាសម្លាញ់ឯងនៅនឹងអញចោះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកំលួចគេទៀតអាចោចិត្តជាឆ្លើយថារឿងលួចនោះអញមិនឈប់ទេដែលអញលួចទ្រព្យគេនេះត្រន់យកទៅចិញ្ចឹមមេដាមេម៉ាយចៅចៅហ្វាយស្រុកក៏ឲ្យប្រាក់30កហបណៈឲ្យទៅមេដាអាចោចិត្តជាមិនព្រមយកចៅចៅហ្វាយស្រុកសួរថាផ្ទះអាសម្លាញ់ឯងនៅឯណាចូលឯងប្រាប់អញឲ្យត្រង់អាចោចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅចៅហ្វាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់
កើតក្តីវិនាសតោះតេងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដោយម្ដេចបានទាំងអស់ស្រីបម្រើនោះខំកប់គុណចៅចៅវាយមិនឲ្យតោះចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្កប់ស្រីបម្រើថាចូលឯងចេញពីអញទៅយកប្រាក់លោកយមរាជនៅនឹងគេចោះរួចឯងខំកប់គុណគេឲ្យដោយកាលនៅនឹងអញបើឯងបម្រើខាងក្រៅដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលដោយឯងចូលបម្រើខាងក្នុងលុះបានហើយឯងចាំរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ចូលឯងរំលាយសំណឲ្យក្តៅពុះរួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដោយគំនិតនេះអញនឹងចេញប្រាក់លុះឯងមកវិញឲ្យរួចពីខ្ញុំគេស្រីបម្រើនោះទទួលសពគ្រប់ហើយវេលាយប់នោះអាចោចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះកំពុងនិយាយបង្កប់ស្រីបម្រើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏វាស្ដាប់ការបានទាំងអស់ថ្ងៃក្រោយស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយសុំនៅផងលោកយមរាជក៏ទទួលចេញប្រាក់លុះឲ្យទៅបម្រើរៀងមកនាងនោះខំបម្រើផ្គប់គុណលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចិញ្ចោក្នុងក្រៅបម្រើចិត្តដិតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណឲ្យក្តៅពុះហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជឲ្យស្លាប់ទៅរួចត្រឡប់ដេកតាមកន្លែងវិញលុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីខ្លួនស្លាប់ហើយក៏ស្រែកទ្រហោយំមនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ដោយសាររោគអីព្រោះគ្មានស្នាក់ស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើលតែមិនដឹងថាជាស្លាប់ដោយរោគអ្វីព្រោះគ្មានហេតុស្នាក់ស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងទ្រង់ព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមសំគួរក្រោយនោះជារដូវបុណ្យវាទសមាសនាមើលសពមុខមន្ត្រីចូលកលព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់មានព្រះឱវាទថាបើអ្នកឯណារោគឈ្មោះមនុស្សដែលសម្លាប់លោកយមរាជបានដឹងច្បាស់ប្រកបយើងឲ្យធ្វើជាយមរាជរួចទ្រង់ស្ដេចយាងចូលខាងក្នុងវិញសេនាធិបតីនាមើលសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនគ្រានោះចៅចៅវាយស្រុកដែលជាសម្លាញ់នឹងអាចោចិត្តជាចង់ធ្វើជាយមរាជណាស់បានទៅរកអាចោចិត្តជាសួរថាអាសម្លាញ់ឯងមករកអីចៅចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបន្តិចបិទលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាស្លាប់ព្រោះរោគអ្វីឥឡូវនេះស្ដេចមានព្រះឱវាទថាបើអ្នកឯណារោគឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើជាយមរាជរឿងនេះអាសម្លាញ់ឯងបានដឹងដែរឬទេបាត់អញចង់ធ្វើជាយមរាជណាអាចោចិត្តជាឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនោះអញដើរលួចគេហើយមកអង្គុយនៅក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថាអញស្អប់លោកយមរាជពេកចង់សម្លាប់ចោលព្រោះជាសត្រូវនឹងអញក្នុងគ្រានេះ
ត្រូវឯងជួយអញជាប្រកាសដូច្នេះត្រូវឯងចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវឯងខំបម្រើឲ្យប្រកបចិត្តគេបើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតរំលាយសំណឲ្យក្តៅពុះហើយយកចាក់ក្នុងមាត់លោកយមរាជកំពុងតែដេកលក់គង់តែស្លាប់មិនខានរឿងនេះអញលោភស្ដាប់បានចាំប្រកាសចូលអាសម្លាញ់ឯងទទួលស្ដេចតាមរឿងនេះចោះតែត្រូវឲ្យកោះខ្មោចលោកយមរាជនោះយកមកវះមើលបើឃើញសំណនៅក្នុងពោះខ្មោចនោះមែនអាសម្លាញ់ឯងនឹងបានធ្វើជាយមរាជមិនខានចៅចវាយស្រុកស្ដាប់យកការបានហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅចវាយស្រុកទទួលស្ដេចតាមរឿងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនិងស្រីនោះយកមកឃុំទុកហើយទ្រង់ឲ្យទៅកោះខ្មោចលោកយមរាជយកមកវះមើលឃើញសំណនៅក្នុងពោះមែនទើបទ្រង់ឲ្យជំនុំជម្នះរឿងនោះឯមេស្រីនោះឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដមែនទ្រង់ឲ្យប្រហារជីវិតតាំងពីអ្នកនោះចោលទៅហើយទ្រង់ក៏តាំងចៅចវាយស្រុកនោះឲ្យធ្វើជាយមរាជឯចៅចវាយស្រុកកាលបានធ្វើជាយមរាជហើយឲ្យបម្រើទៅហៅអាចោចិត្តជាសម្លាញ់លុះវាមកដល់ប្រាប់ថាអាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើជាយមរាជហើយតែអញបានធ្វើជាយមរាជនេះគឺដោយសារអាសម្លាញ់ឯងជួយអញពីថ្ងៃនេះទៅឯងកំលួចទៀតអញចិញ្ចឹមមេដាឯងនិងអាសម្លាញ់ឯងអស់មួយជីវិតអាចោចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញលុះយប់អាចោចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពត់អាវជាច្រើនយកមកជូនមេដាលុះព្រឹកឡើងអាចោចិត្តជាមកប្រាប់លោកយមរាជថាអាសម្លាញ់យប់មិញអញលួចគេបានប្រាក់និងសម្ពត់អាវច្រើនណាស់ពីថ្ងៃនេះតទៅអញលះចោលរឿងរកស៊ីលួចគេហើយអាសម្លាញ់ឯងជឿចោះលោកយមរាជតបថាបើឯងឈប់រកស៊ីលួចគេនោះអញអរណាស់បើខ្វះខាតមករកអញឲ្យឯងកុំទើសតល់អញចិញ្ចឹមឯងលុះអស់ជីវិតអាចោចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមេដាជាសុខសប្បាយលោកយមរាជនិងអាចោចិត្តជាសម្លាញ់រាប់អានគ្នាចិញ្ចឹមគ្នាដរាបអស់ជីវិតដូចបានសន្យាគ្នាមករឿងឪពុករើសកូនប្រសាកាលពីព្រេងនេះមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតอมជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអញឲ្យឯងកំព្រួយចិត្តប៉ុន្តែឯងត្រូវតอมជេរម្ដាយគេហើយទទួលបម្រើអញតាមពាក្យអញទៅអញឲ្យឯងបើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងកំថាអញកាចកំឡោះនោះថាខ្ញុំបាទតមជាម្ដាយគេបានហើយធ្វើការអ្វីក៏ធ្វើបានទាំងអស់ខ្ញុំបានទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាបើឯងតមជាម្ដាយគេបានមែនឯងទៅសិនចោះព្រឹកត្រូវឯងមកវិញពីព្រលឹមកំឡោះនោះក៏លាវិលទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកនោះប្រើកូនក្រមុំកត់ឲ្យរៀបបាយទឹកឲ្យកំឡោះនោះស៊ីរួចហើយតានោះប្រាប់ទៅកូនប្រសាថាណែកូនចូលកូនទៅចាប់ក្របីទៅភ្ជួរស្រែកូនឯងភ្ជួរដល់ថ្មនៅឯស្រែនោះយំតេវហើយសឹមឯងដោះក្របី
អ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពំយំក្របីដើរពំរួចក៏ថ្មចេះតែសឹងពំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពំបានជេរបដាយថាម្ដាយអាថ្មនេះកាលណាយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថាណ៎ហើយចោះឯងដោះក្របីលេងហើយទៅផ្ទះឯងចោះអញផ្ដាច់កូនហើយបិទឯងតមជេរម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលេងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្កប់ដូចកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវិចបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពំយំក្របីក៏អស់ជើងដើរពំរួចកាលបើអ្នកកំឡោះបក្របីទៅជិតថ្មនោះអ្នកធ្វើជាស្ដីថាលោកថ្មអើយយំឡើងក្របីដើរពំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំឥតអីទេខ្ញុំមានបាយស៊ីហើយជួដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីចោះត្បិតវាជាសត្វកំឡោះនោះអង្វរដោយម្ដេចក៏ថ្មពំយំក៏ពំជេរត្បិតវាដឹងថាតានោះនៅពួនក្រោយថ្មលុះនិយាយយូរទៅតានោះមើលមកឃើញក្របីដើរពំរួចមែនគាត់នឹកអាណិតក្របីគាត់ក៏យំក្រោយថ្មឮសូរទេវអ្នកកំឡោះនោះដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនលើកបាយមកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចោះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះយប់មកលោបចាំស្ដាប់នៅក្រោមដំណេកតានោះព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់តល់តែដេកលក់វេលាយប់តាចាស់ចូលដំណេកក៏និយាយនឹងយាយថាដូនអានេះវាតមជេរម្ដាយបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងដូច្នោះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅដូនឆ្លើយថាងាយទេបើដូច្នេះចូលតាឯងចូលទៅក្នុងករងមួយទៀតដាក់អង្គព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់អស់លើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនឹងអង្គទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតាឯងនៅក្នុងករងស្រាប់នឹងឮហើយមកវិញផ្ដាច់វាបានដោយងាយតាយាយគិតគ្នាដូច្នោះហើយក៏ដេកទៅឯអ្នកកំឡោះលោបស្ដាប់ក្រោមផ្ទះឮដឹងការហើយក៏វិលទៅដេកឯផ្ទះវិញព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើម្ដាយក្មេកឪពុកក្មេកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អស់លើភ្នំមុនហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្គនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងតែពីព្រឹកមិនតាន់ទាំងហូបបាយផងមានតែកូនឯងរែកទៅឲ្យឆាប់នឹងអាលដាំបាយឲ្យឪពុកឯងហូបកំឡោះនោះទទួលអំរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាឱអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឆាប់មិនបានទេបើវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅវិញរួចបើឪមិនអាណិតគាត់ជេរបន្ទោសដោយម្ដេចក៏ទទួលនិយាយហើយរែកចុះមកវាលវិញលុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់ពាក់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញយកភ្លើងដុតអំរែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអំរែកនោះគាត់ក៏បំរាស់ញ័ររង្គើតាំងករងក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចេញមិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអំរែកអញអស់ធ្វើដោយបណ្ដេចអញនឹងចូលទៅបានបើភ្លើងឆេះជុំវិញដូច្នេះចូលមិនចុះទេថាហើយឈួរស្រែកនៅខាងក្រៅលុះភ្លើងឆេះដល់ករងដឹងថាតាចាស់ក្តៅណាស់ហើយទើបស្ទុះចូលទៅអូសអំរែកចេញពីភ្លើង
រួចហើយភ្លើងក៏ឆេះដាច់ខ្សែករុងលោកតាចាប់អំរះញ័រទៅអ្នកកំឡោះស្រ័យករុងចេញឃើញឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជំរាបថាជើលោកឪពុកម្ដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឯនៅមីម៉ាយតាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេចឡើងដើរទៅផ្ទះវិញណាមួយដោយវាអូសចេញពីភ្លើងណាមួយដោយភ្លើងរលាកផងមកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចោះព្រឹកសមកឯកូនប្រសាទៅផ្ទះដល់យប់ក៏ពួនក្រោមផ្ទះលោបចាំស្ដាប់ទៀតលុះយប់តាចាស់ដូនចាស់ចូលដំណេកក៏និយាយគិតគ្នាទៀតតាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះវាមានប្រាជ្ញាណាស់តែបើឲ្យកូនទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាឯងនៅក្នុងករុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយទេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាក់កណ្ដាលស្បូវហើយវាដើរទៅរកភ្លើងមកដុតជុំវិញលុះដល់ភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអំរែកវាអស់ហើយវាឈួរស្រែកមិនចូលយកទុកតតែភ្លើងឆេះតក្តៅរលាកឯងទៅហើយទៅវារត់ចូលយកអូសចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ករុងជាប់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតធ្វើម៉េចដាច់វាបាននិយាយថាឥឡូវយើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅរកអណ្ដើកឲ្យវាដូចឆ្កែបើវារកមិនបានឬវាបោលមិនតាន់ទេនោះយើងផ្ដាច់វាបានតាចាស់ថាគិតដូច្នេះត្រូវព្រឹកអញធ្វើដូចជាឯងថាតាយាយគិតគ្នាហើយក៏ដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងការអស់ហើយក៏វិលទៅដេកផ្ទះវិញដល់ម៉ោងរងាវទៅពុនអណ្ដើកយកទៅចងទុកនៅក្នុងគុម្ពស្មៅវាលឯនេះឯនោះពះពេញតែវាលដែលតាចាស់កត់គិតទៅរកអណ្ដើកនោះហើយវិលមកផ្ទះដេកធ្វើប្រងើយទៀតលុះព្រឹកប្រហៀមឡើងចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេកឲ្យកូនក្រមុំក៏រៀបបាយលើកយកមកឲ្យស៊ីរួចហើយក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដើរអណ្ដើកតែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែឲ្យធ្វើម្ចាស់យើងទៅរកក្រែងបាន1 2យកមកស៊ីចៅនោះឆ្លើយថាបាទហើយតាចាស់ពុនបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះទៅចៅនោះក៏បោលជើង4តាមក្រោយទៅដល់វាលកន្លែងវាចងអណ្ដើកនោះវាក៏បោលទៅមុខចូលទៅគុំស្មៅមួយធ្វើជាកោះងងតាចាស់រត់ទៅដល់វាខាំបានអណ្ដើក1ហើយទៅទៀតខាំបានអណ្ដើក5 1ក្បាលដល់ថ្ងៃត្រង់តាចាស់ឃ្លានបាយណាស់ក៏អង្គុយគិតស្រាយបាយស៊ីឆ្កែមើលទៅខាងឃើញក្របីមួយវងក៏បោលទៅដេញខំក្របីបោលចូលស៊ីស្រូវស្រែអ្នកស្រុកតាចាស់ឃើញហើយរត់ទៅដេញក្របីចេញពីស្រែឆ្កែបោលមកស៊ីបាយអស់ហើយបោលទៅបាត់ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ដេញវៃវាពុំតន់ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញតាំងអត់បាយដើរពុំរួចបន្ទោសឆ្កែមិនបានតផ្ទះស៊ីបាយរួចហើយប្រាប់កូនប្រសាថាទៅផ្ទះចោះព្រឹកសមកវិញដល់យប់កូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយចូលដំណេកតាប្រាប់យាយពីរឿងដែលកូនប្រសានោះធ្វើសពគ្រប់ហើយតាឲ្យយាយជួយគិតទៀតដូនចាស់ប្រាប់ថាពីមុនវាធ្វើឆ្កែតែឯងធ្វើម្ចាស់បានជាវាធ្វើបាបតាឯងបានដូច្នេះព្រឹកនេះតាឯងឲ្យវាធ្វើម្ចាស់ម្ដងឯតាឯងធ្វើឆ្កែវិញតាយាយគិតគ្នាហើយដេកទៅចៅនោះលោភស្ដាប់បានការហើយក៏ទៅដេកឯផ្ទះវិញព្រឹកឡើងចៅនោះទៅបម្រើឪពុកក្មេកម្ដាយក្មេកទៀតតាយាយឲ្យកូនក្រមុំលើកបាយមកឲ្យវាស៊ីរួចហើយតាក៏ប្រាប់ថាកូនអើយពីព្រឹកមិញឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើម្ចាស់អញម្ដងអញធ្វើឆ្កែវិញចៅនោះឆ្លើយថាបាទហើយពុនបាយនឹងទឹកទៅ
ឯតាវាធ្វើជាឆ្កែបោលតាមក្រោយលុះហួសពីផ្ទះបន្តិចទៅវាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលតាន់តាបោលពុំតាន់បិទខ្លួនចាស់ដើរតុកតាមក្រោយវាឯវាក៏បែរមកថាចែអីស៊ីតែបាយបង្វងទៅមុខមិនទៅដើរតែក្រោយម្ចាស់រោគអណ្ដើកមិនដេចបានថាហើយវៃឆ្កែឲ្យបោលទៅមុខតាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរោគអណ្ដើកក៏មិនបានកូនប្រសាវៃស្ទើរតែស្លាប់ហត់ស្ទើរតែដាច់ខ្យល់តែពុំហ៊ានស្ដីព្រោះខ្មាស់កូនប្រសាលុះទៅឆ្ងាយដល់ថ្ងៃត្រង់វាស្រាយបាយស៊ីហើយវាថាឆ្កែអីរោគអណ្ដើកមិនបានដើរតែក្រោយមនុស្សស៊ីតែបាយបង្វងហើយវាបង្អត់មិនឲ្យបាយស៊ីវាឲ្យតែឆ្អឹងឆ្កែចាស់អង្គៀមក៏មិនបែកបិទគ្មានថ្មិញឃ្លានណាស់អង្គុយមើលតែមុខវាតតែវាស៊ីហើយវាវៃមួយត្រនងទៀតថាណាហើយទៅផ្ទះចោះបើមិនផេះទេឆ្កែអីយ៉ាងហ្នឹងហើយវាឡើងដើរមកផ្ទះវិញតាចាហត់ណាស់វាមិនរួចដើរទៅតាមក្រោយកូនប្រសាធ្វើមុខស្រមេះលុះទៅដល់ចៅកំឡោះប្រាប់ម្ដាយក្មេកថាម៉ែរោគអណ្ដើកមិនបានទេព្រោះឆ្កែមិនខ្វាក់តាចាស់ខឹងណាស់ប្រាប់កូនប្រសាថាឯងទៅផ្ទះចោះព្រឹកសឹមមកវិញចៅនោះក៏លាទៅដល់យប់មកពួនស្ដាប់ក្រោមផ្ទះទៀតលុះដល់យប់តាយាយចូលដំណេកតានិយាយប្រាប់យាយពីរឿងកូនប្រសាហើយបង្អត់តាំងបាយផងដូនថាណាហើយឲ្យទៅវាទៅផ្ដាច់វាមិនបានទេអានេះមីងប្រាជ្ញាណាស់ឯងគិតអីក៏វាដឹងមុនទាំងអស់វាធ្វើបាបស្ទើរតែស្លាប់មិនក៏មិនរៀងតាចាស់ឆ្លើយថានឹងឲ្យវាទៅមើលទៅរូបរាងវាមិនសមនឹងកូនយើងសោះប៉ុន្តែយើងធ្វើកលឲ្យវាខឹងឲ្យវាជេរម្ដាយវាមិនជេរដូច្នេះដូនជួយគិតអញម្ដងទៀតបើវាធ្វើតាមមិនបានសឹមផ្ដាច់វាឥឡូវនេះមានតែដល់ពេលមាត់រងាវតែឯងលុបមុខស៊ីស្លាហូបបាយចូលទៅក្នុងករងមួយទៀតស្រកអង្ករបើព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាឯងទៅសាទិញអីវ៉ាន់ហើយខ្ញុំប្រាប់វាឲ្យរែកទៅតាមឲ្យតាន់នៅវេលាស៊ីបាយព្រឹកបិទផ្លូវសាក៏ឆ្ងាយដែរបើវារែកទៅមិនតាន់ទេនោះលុះមកវិញនឹងផ្ដាច់កូនវាបានដោយងាយមួយទៀតតែដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់វាប្រហែលជាវាគិតឃើញថាឆ្ងាត់ហើយវានឹងជេរមិនខានតាចាស់យាយចាស់គិតគ្នាហើយក៏ដេកទៅវិញឯកូនប្រសាលោបស្ដាប់នៅក្រោមផ្ទះដឹងការហើយក៏ទៅដេកនៅផ្ទះវិញលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកម្ដាយក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយយកមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អំរែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកឯងនៅសាដោយគិតគ្នាពីល្ងាចនោះចៅនោះរែកដើរទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះឲ្យកូនមកអញកុំឲ្យកត់រោគកលធ្វើបញ្ឆោតអញក្រោយទៀតហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវដាក់អំរែកចុះហើយថាករងនេះចងមាត់មិនជាប់វាយកខ្សែចងថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពានក៏ដាក់អំរែកលើស្ពានឲ្យប្របេះត្រង់ចុងក្តារនៅតែបន្តិចនឹងធ្លាក់ពីលើស្ពានហើយថាអញអើយថ្ងៃណាស់ហើយសំឪអញជេរមិនខានអំរែកធ្ងន់រែកមិនឲ្យតាន់ណាស់ហើយឪជេរក៏ជេរចោះអញដាក់នៅទីនេះទៅវាលសិនរួចសឹមទៅទៀតនិយាយបណ្ដើរស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយបុកក្តារស្ពានលឺត្រាំងធ្វើហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកនៅលើស្ពានដំរីអញវាជន់ខូចអស់ហើយយកចេញឲ្យឆាប់ស្រែកហើយបុកក្តារទាំងដើរចូលមកឯតាចាស់នៅក្នុងករងគិតស្មានថាជាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំបំរាស់ជៀសផ្លូវដំរី
ហួសពីក្តារធ្លាក់ទៅក្នុងទឹកឯកូនប្រសាឃើញដូច្នោះក៏ទុកឲ្យផឹកទឹកបន្តិចហើយធ្វើជាដើរមកពីវាលស្រែកថានរណាហ៊ានបរដំរីឆាយអំរែកអញឲ្យធ្លាក់ក្នុងទឹកទៅទឹកអង្គអញអស់ឲ្យជេរថែមទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយអង្គទៅទឹកថែមទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរាស់ញ័រក្នុងករុងក៏ថាអោមានត្រីមកប្របេះផងណាហើយអញចុះទៅស្រង់មកមើលថាហើយក៏លោតទៅស្រង់ឡើងមកមើលហើយថាបើវាទៅទឹកនឹងស្រាយហាលថ្ងៃហើយរែកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪថាហើយស្រាយមើលឃើញតានៅក្នុងករុងក៏ថាអើឪអើយបណ្ឌិតមិនស្រែកប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយគេបរដំរីមកពីណាមិនដឹងគេឲ្យដំរីធាក់ទៅក្នុងទឹកតាឮហើយឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ទៅដល់ផ្ទះអស់ចំណេះពុំហ៊ានគិតទៀតក៏រៀបការកូនក្រមុំឲ្យអ្នកកំឡោះនោះតទៅកាលពីព្រឹកញីមានបរិស2នាក់ជាសម្លាញ់នឹងគ្នាហើយបាននិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខឯសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខវេលាយប់ចូលដំណេកសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខនោះនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យឆាប់មានប្រពន្ធថាអ្នកចង់រកស៊ីអីឬប្រើឲ្យខ្ញុំត្បាញប្រវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅតឹងតោះចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបើគិតឃើញរបរមួយមុខបើបានដោយគំនិតគិតនឹងមានប្រាក់ដោយងាយប្រពន្ធសួរប្តីថាគិតធ្វើម៉េចក៏ងាយម្លេះប្តីប្រាប់ប្រពន្ធថាជាច្រើនឆ្នាំមកហើយនៅក្នុងសមុទ្រមានសំពៅអ្នកចំនួនគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់របស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរីងក្រអីមាសប្រាក់របស់គ្រប់មុខនោះបើបានត្រីធំតូចយើងធ្វើងៀតធ្វើផ្អកប្រហុកព្រឹកប្រហៀមស្រាងនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លាម្លឺផងយើងទៅបាចទឹកសមុទ្រឲ្យរីងប្រពន្ធឮប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំទៅមាត់សមុទ្រហើយទុកដាក់បាយម្ហូបចំណីដោយស្រួលទៅប្តីកាន់កញ្ជើមួយខំបាចទឹកទៅលើគោកបាចតលតែដល់ពេលបាយទៅឈប់បរិភោគលុះបរិភោគបាយរួចនាំប្តីប្រពន្ធបាយទៀតដល់ល្ងាចទៅផ្ទះព្រឹកឡើងនាំគ្នាទៅបាយតតែល្ងាចទៅនាំគ្នាមកផ្ទះវិញបាយបានចំនួន5ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នេះយើងខំបាច់ទៅបើយូរណាស់ត្រឹមកន្លះខែទៀតមុខជារីងហើយចាប់យកត្រីតូចធំវាសធ្វើងៀតផ្អកប្រហុកផ្លឹងលក់យកប្រាក់មួយទៀតយើងកាយយកមាសប្រាក់មាននៅក្នុងសំពៅតាំងប៉ុន្មានដែលលិចលង់មកពីឆ្នាំនោះមិនដឹងបើយកតណាអស់ទេថាហើយដល់ល្ងាចនាំគ្នាត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាបាច់ទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនវងមច្ឆាក្នុងបាតសមុទ្រស្ដាប់ដឹងដំណើរសពគ្រប់ភ័យបារម្ភជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនឹងហើយព្រោះយើងនាំគ្នាទទួលស្ដេចត្រីទៅរស់ជីវិតគិតហើយនាំគ្នាមួយហែទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបដោះប្តីប្រពន្ធមកបាចទឹកសមុទ្រដាច់ត្រីដឹងហើយបង្កប់ត្រីតាំងប្រមាណដែលទទួលនោះថាឯងរាល់គ្នាពោមយកមាស5ក្រឡប្រាក់5ក្រឡទៅចានទៅឲ្យបរោះប្តីប្រពន្ធ
អង្គវរឲ្យគេលេងបាយទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្កប់រួចនាំគ្នាពំហែលមកដល់បរោះប្តីប្រពន្ធអង្គវរសុំឲ្យលេងបាយទឹកសមុទ្រត្រីទាំងនោះក៏ហាចាក់ក្រឡមាសប្រាក់ចានឲ្យបរោះប្តីប្រពន្ធបរោះប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លេងបាយទឹកសមុទ្រពីថ្ងៃនោះនាំប្តីប្រពន្ធរែកទូលជញ្ជូនទៅទុកផ្ទះលុះត្រាតែអស់បរោះប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនកើនរុងរឿងបានសេចក្តីសុខសប្បាយទៅពរនាពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខកត់ភ្នក់នឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះឡើងទៅដល់លើផ្ទះឃើញគេនរាប់អានចាំចិត្តស្និទ្ធស្នាលដូចពីមុនកត់គុណមើលរបស់ទ្រប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេឥឡូវនេះគេរករបស់អីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយក្អូនប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់ចោះសម្លាញ់ឯងរកស៊ីចំនួនអីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាយទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញពេលព្រឹកទៀបភ្លឺប្រពន្ធអញដាំបាយគ្រប់ប្រដាប់លុះភ្លឺឡើងតមគ្នាទៅបាយទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភ័យបង្កប់ត្រីជាបរិវារឲ្យពំមាសប្រាក់និងរបស់ក្រុមមុខឲ្យអញឯសម្លាញ់មានប្រពន្ធខាតលក្ខដឹងហើយក៏លាសម្លាញ់តែមានប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបុរសនិយាយនឹងប្រពន្ធថាព្រឹកនេះឯងដាំបាយពីយប់រៀបប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនាំគ្នាទៅបាយទឹកសមុទ្រឲ្យមានមាសប្រាក់របស់ទ្រព្យដូចសម្លាញ់យើងលុះភ្លឺច្បាស់មេខាលក្ខជាប្រពន្ធបានក្រោកបង្កើតភ្លើងឆេះហើយបានបើកខាប់ពលអង្ករកំពប់ម្ដងមួយទុកដៃយកអង្ករលាងកំពប់មួយទុកដៃទៀតច្រកអង្ករក្នុងឆ្នាំងកំពប់មួយទៀតដល់ពុះផាត់បាយកំពប់ទៀតច្រកអង្ករចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងតតែថ្ងៃណាស់ហើយទើបដុះដាក់កញ្ជើហើយបណ្ដើប្តីប្រពន្ធទៅបាយទឹកសមុទ្របាយតាំងខឹងតាំងជាបាយចំនួន5ថ្ងៃអស់វងមច្ឆាតូចធំផ្អើលផិតភ័យនិយាយគ្នាថាបរោះពីរនាក់ប្តីប្រពន្ធមកពីណាមកបាយទឹកសមុទ្រទៀតពួកត្រីក៏សម្លឹងតាំងវងចាំមើលចាំស្ដាប់ប្រពន្ធខាលក្ខបោលអីដែលបាយទឹកនោះហើយថាបាយយូរថ្ងៃហើយមិនដឹងបានឃើញរបស់អ្វីអញមិនខ្ចីទេអញលេងបាច់ហើយឆ្លុះដីប្រពន្ធជេរម្ដាយប្តីបញ្ចោប្រពន្ធបើទាញសម្ពុតគ្នាទៅវិញទៅមកតតែអាស្រ័តទាំងប្តីទាំងប្រពន្ធលិចគេខ្មាស់នៅមាត់សមុទ្រហើយអ្នកតាំងពីរអ្នកថាខ្ញុំគេក៏ខ្ញុំចោះលេងបាច់ហើយត្រីទាំងនោះឮថាលេងបាច់ក៏ត្រេកអរក្នុងចិត្តលេងសោកឲ្យមាសប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញគេខ្មាស់បរោះពីរនាក់ប្តីប្រពន្ធក៏លោតសើចទាំងវងឯត្រីសណ្ដាយសើចតលតែរយះមាត់បានជាមាត់ធំដូចគេហែករហូតដល់បច្ចុប្បន្ននេះបរោះប្តីប្រពន្ធគ្មានបានអីសោះបរោះប្តីប្រពន្ធគ្មានបានអ្វីសោះក៏លេងឆ្លុះគ្នានាំគ្នាដកសារាយប្តីមួយអម្រែកប្រពន្ធមួយត្រនុលត្រឡប់មកផ្ទះវិញចាក់សារាយចោលនៅគៀនជញ្ចាំងឲ្យរលួយខូចអស់ទៅនឹងដេញប្រាជ្ញាវាមិនតាន់ឡើយគ្មានមនុស្សឯណានឹងកុហកដូចគ្មានឥឡូវនេះខ្ញុំទទួលបង្គំយកមកថ្វាយជាខ្ញុំលួងទូលីព្រះបាទ
ឯព្រះមហាក្សត្រស្ដាប់ហើយឯព្រះមហាក្សត្រស្ដាប់ហើយមានបន្ទូលត្រាស់ហៅថាអាជីចូលមកឯធនជ័យក៏ឆ្លើយថាព្រះករណាពិសេសហើយខិតចូលទៅក្រាបជិតមុខព្រះភ័ក្ត្រទើបព្រះមហាក្សត្រសួរថាអាជីឯងនេះចេះកុហកមែនទេឬឯអាជីក្រាបទូលថាចេះមែនស្ដេចត្រាស់ថាបើដូច្នេះអាឯងកុហកអញនឹងមើលទើបធនជ័យក្រាបទូលថាកុហកនេះមានក្បួននៅក្នុងផ្ទះទូលបង្គំជាខ្ញុំទើបស្ដេចត្រាស់ថាបើដូច្នេះឯងទៅយកមកនឹងកុហកអញមើលទើបធនជ័យក្រាបទូលថាមានតែឲ្យហោរាម្នាក់ទៅយកក្បួនកុហកអំពីផ្ទះទូលបង្គំជាខ្ញុំទើបស្ដេចត្រាស់ប្រើមហាលិកម្នាក់ថាឯងទៅយកក្បួនកុហកពីផ្ទះអាជ័យឲ្យឆាប់ឯមហាលិកនោះក្រាបថ្វាយបង្គំហើយក៏រត់ទៅដល់ផ្ទះធនជ័យហើយប្រាប់ម្ដាយធនជ័យថាបិទធនជ័យប្រាប់ថាឲ្យមកយកក្បួនកុហកនោះឯម្ដាយស្ដាប់ហើយឆ្លើយគ្មានទេទើបស្ដេចមានព្រះបន្ទូលត្រាស់សួរថាអាជីឯងមានក្បួនកុហកនៅផ្ទះអាជីឯងថាមានក្បួនកុហកឯងនៅផ្ទះអាជីឯងថាមានក្បួនកុហកនៅឯផ្ទះឥឡូវនេះឲ្យទៅយកម្ដាយឯងថាគ្មានទេទើបធនជ័យក្រាបទូលថានេះហើយហៅថាកុហកថ្វាយហើយសុំទានជ្រាបស្ដេចស្ដាប់ក៏ទ្រង់ព្រះសម្រួលហើយក៏មានព្រះបន្ទូលថាអាជីឯងនៅកលបំរើអញសពថ្ងៃកុំឲ្យខានឯអាជីទទួលព្រះបន្ទូលហើយក៏នៅស្ងៀមហើយកលបំរើគ្មានខានថ្ងៃមួយដល់មួយថ្ងៃមានកាលថ្ងៃមួយស្ដេចគិតក្នុងព្រះរាជហឫទ័យថាអញនឹងលបងប្រាជ្ញាអាជីចង់ដឹងមើលលុះដល់ព្រឹកឡើងហើយស្ដេចយាងទៅកំពង់ទឹកហើយបានហៅអស់នាម៉ឺនធំតូចតាំងប៉ុន្មានរោគពងមាន់មួយម្នាក់ឲ្យក្តាប់ចុះក្នុងទឹកមុជទៅងើបឡើងឲ្យថាតុកតតឲ្យក្តាប់ចុះទឹកមុជងើបឡើងឲ្យក្តាប់ចុះក្នុងទឹកថ្វាយស្ដេចឯធនជ័យកុំឲ្យដឹងឡើយឯអស់នាម៉ឺនរោគពងមាន់បានមួយម្នាក់ហើយចុះទឹកមួយទៅងើបឡើងថាតុកតតហើយថ្វាយហើយម្នាក់មួយទៅទៀតហើយងើបឡើងថាដូចគ្នាហើយថ្វាយពងមាន់នោះគ្រប់គ្នាហើយនៅតែធនជ័យក្រោយគេមិនបានដឹងខ្លួនថាស្ដេចឲ្យចុះមិនបានដឹងខ្លួនថាស្ដេចឲ្យចុះទឹកកាន់ពងមាន់ទៅដូច្នេះឡើយហើយស្ដេចឲ្យហៅមកថាអាជ័យឯងចុះទឹកមួយទៅងើបឡើងនឹងអាលថ្វាយពងមាន់ឲ្យដូចគេធ
នជ័យនឹងរកពងមនគ្មានហើយក៏មុជទឹកទៅងើបឡើងថាឯស្ដេចមានបន្ទូលសួរថាអាណាអាជ័យពងមនទើបធនជ័យថាបិទទូលបង្គំនេះជាពងមនឈ្មោលមនបិទទូលបង្គំនេះជាមនឈ្មោលមនញីទាំងអស់នេះឯងបានជាមានពងមនបើគុំទូលបង្គំជាឈ្មោលហើយចនមនញីទាំងនេះគ្មានពងទេក្រាបទូលទុំទ្រង់ជ្រាបស្ដេចស្ដាប់ហើយក៏កោតប្រាជ្ញាទុនជ័យហើយមានព្រះបន្ទូលសួរថាអាជ័យអាយុឯងមានអាយុប្រមាណឆ្នាំហើយទុនជ័យក្រាបទូលថាអាយុទូលបង្គំជាខ្ញុំបាន11ឆ្នាំស្ដេចស្ដាប់ហើយមានព្រះបន្ទូលប្រាប់អស់នាម៉ឺនឲ្យបានដឹងត្បិតស្ដេចនឹងយាងទៅព្រាតព្រៃឲ្យអស់នាម៉ឺនរៀបចំខ្លួនចាំកំណត់10ថ្ងៃទៀតទើបស្ដេចយាងទៅឯអស់នាម៉ឺនបានស្ដាប់ព្រះបន្ទូលប្រាប់ដូច្នេះហើយក៏រៀបខ្លួនគ្រប់នាម៉ឺនតាមមុខងាររៀងខ្លួនលុះដល់ថ្ងៃស្ដេចចេញទៅហើយហៅធនជ័យមកមានព្រះបន្ទូលបង្គាប់ថាអាជ័យឯងអញឲ្យជីកដំរីតែដាក់ប្រយាសោយទៅឲ្យបានតន់អញបើមិនតន់អញឯងនឹងមានសេចក្តីខុសមិនលើកលែងឡើយឯដំរីនោះស្ដេចឲ្យយកដំរីចាស់នឹងដើរមិនចង់រួចហើយឲ្យធនជ័យជីកទៅឯធនជ័យក៏ឡើងជិះបរទៅវាដើរមិនតាន់គេឡើយធនជ័យក៏ធ្វើក្តោងហើយយកផ្គល់ព្រះមហាក្សត្រស្ដេចយាងទៅដល់ព្រះបន្លាហើយឲ្យរកធនជ័យក៏បាត់ហើយត្រាស់ថាអាជ័យនេះខុសហើយមិនខានលុះដល់យូរបាន3ម៉ោងទើបធនជ័យមកដល់ព្រះមហាក្សត្រស្ដេចឲ្យធនជ័យមកសួរថាអាជ័យឯងបរដំរីដោយម្ដេចក៏ដើរមិនតាន់អញអាជ័យខុសហើយត្បិតអញមានប្រាប់ថាឯងខុសហើយត្បិតអញបានប្រាប់ថាឲ្យមកតន់កុំខានឯអាជ័យស្ដាប់ព្រះបន្ទូលហើយក៏ក្រាបទូលថាបិទដំរីវាដើរបិទដំរីវាមិនដើរទូលព្រះបង្គំជាខ្ញុំធ្វើក្តោងបើកហើយធ្វើថ្នល់ដោលផងទូលព្រះបង្គំជាខ្ញុំនឹងបានប្រហែលក៏បាន ហើយស្ដេចក្រសាលសប្បាយទៅលុះដល់ថ្ងៃរសៀលវិលមកវិញហើយចូលផ្ទះហើយស្ដេចគិតក្នុងព្រះហឫទ័យថាអាជ័យនេះមានប្រាជ្ញាណាស់នឹងគិតធ្វើដូចម្ដេចឲ្យតប្រាជ្ញាវានោះបើដូច្នេះមានតែអញនឹងដេញប្រាជ្ញាវាទៀតស្ដេចទ្រង់ព្រះរាជហឫទ័យដូច្នេះហើយឲ្យអស់នាម៉ឺនមុខមន្ត្រីនៅអស់មហាលក្ខគុណម៉ឺននៅនាម៉ឺនរោគងារក្នុងងារដែលនៅក្នុងព្រះនគរឲ្យមកជួបជុំនឹងទ្រង់បង្កប់ឲ្យហែស្ដេចចេញទៅលើព្រៃក្នុងថ្ងៃស្អែកនេះឯងតែឲ្យជីសេះហែទៅគ្រប់គ្នាតែអ្នកណាគ្មានសេះជីនឹងបានថាមានសេចក្តីខុសមិនលើកលែងឡើយឯធនជ័យកុំឲ្យវាដឹងសេចក្តីនេះឡើយបើព្រឹកឡើងនឹងចេញទៅហើយសឹមប្រាប់អាជ័យថាឲ្យរកសេះជីទៅលុះដល់ព្រឹកឡើងហើយស្ដេចចេញទៅអស់នាម៉ឺនឡើងជីសេះហែស្ដេច
ឯព្រះមហាក្សត្រឲ្យហៅធនជ័យមកហើយទ្រង់បង្គាប់ថាអាជ័យឯងមកហែអញទៅហើយឲ្យរកសេះជីទៅដើរទៅជើងទទេអញនឹងយកទោសឯងខុសឯធនជ័យស្ដាប់ហើយទទួលព្រះបន្ទូលរត់ទៅរកគេគ្មានឥតនរណាគ្មានឥតនរណាឲ្យដឹងឥតមាននរណាដឹងឡើយព្រះមហាក្សត្រប្រាប់ធនជ័យហើយស្ដេចយាងចេញទៅឯធនជ័យការរកសេះមិនបានហើយទៅយកសេះកូនក្តាប់នឹងដៃហើយដើរទៅហែស្ដេចព្រះមហាក្សត្រស្ដេចទៅដល់ព្រះបន្លាហើយរកធនជ័យមិនឃើញដើរអំពីចម្ងាយលុះដល់ល្មមស្ដេចឃើញក៏ប្រឹងរត់ទៅដល់ហើយក្រាបថ្វាយបង្គំព្រះមហាក្សត្រស្ដេចមានព្រះបន្ទូលសួរថាអាជ័យអញឲ្យឯងជិះសេះមកឥឡូវនេះក៏មិនជិះសេះមកធនជ័យក្រាបទូលថាសេះនេះដែលខ្ញុំជិះហែម្ចាស់ស្ដេចស្ដាប់ហើយក៏នៅឆ្ងៀមមិនមានព្រះបន្ទូលជាអ្វីឡើយហើយស្ដេចក៏វិលមកក្នុងព្រះរាជវាំងវិញលុះដល់ព្រឹកឡើងស្ដេចត្រាស់ឲ្យហៅធនជ័យមកកល់ហើយមានព្រះបន្ទូលថាអាជ័យឯងទៅបោះក្រោមដំណាក់កុំឲ្យមានសម្រាមនៅក្រោមដំណាក់សពថ្ងៃបើឯងខាននឹងបានសេចក្តីខុសមិនលើកលែងឡើយឯធនជ័យស្ដាប់ព្រះបន្ទូលហើយក៏រៀបខ្លួនចេញទៅបោះក្រោមដំណាក់អស់អ្នកមនាងនោះហើយអស់ទាំងស្ត្រីបម្រើវាដើរទន្ទ្រាំលើក្បាលធនជ័យតែសពថ្ងៃឯធនជ័យគិតថាអស់តាំងស្ត្រីនេះដើរលើក្បាលអញបើដូច្នេះអញនឹងគិតធ្វើកុំឲ្យស្ដេចប្រើមកបោះក្រោមដំណាក់នេះគិតស្រេចហើយធនជ័យក៏ជេរថាមេដកតងចោលទាំងអស់នេះវាបានស៊ីក៏ស៊ីគូតវាមិនបានស៊ីក៏ស៊ីតែគូតវាស្រែកជេរខ្លាំងឮទៅអស់អ្នកមនាងនៅលើដំណាក់នោះអ្នកមនាងខឹងនឹងធនជ័យក៏បបួលគ្នាឡើងទៅក្រាបទូលថាសូមទ្រង់ជ្រាបព្រះរាជហឫទ័យបិទត្រាស់ប្រើអាជ័យឲ្យទៅបោះក្រោមដំណាក់ឥឡូវនេះវាជាបញ្ចោអស់ខ្ញុំជាឥឡូវនេះវាជាបញ្ចោយើងខ្ញុំមុខគួរឲ្យខ្មាស់គេអស់មនុស្សផងនឹងធ្វើជាព្រះមនាងតាច់មិនបានសូមជ្រាបឯព្រះមហាក្សត្រមានព្រះបន្ទូលថាវាជាដោយម្ដេចទើបអ្នកមនាងទូលថាជាមេដកតងចោលទាំងអស់នេះវាបានតែស៊ីពីគូតវាមិនបានស៊ីតែស៊ីពីគូតវាស្ដេចស្ដាប់ហើយក៏ទ្រង់ព្រះពិដោត្រាស់ឲ្យហៅធនជ័យមកហើយមានព្រះបន្ទូលសួរថាអាជ័យអញប្រើឲ្យឯងទៅបោះក្រោមដំណាក់ដោយម្ដេចបានជាអាជ័យឯងជាបញ្ចោអស់ប្រពន្ធអញទើបធនជ័យក្រាបទូលថាទូលព្រះបង្គំជាខ្ញុំបានជាជេរបញ្ចោអស់អ្នកមនាងប៉ុន្តែកាលទូលព្រះបង្គំចូលទៅបោះក្រោមដំណាក់មានពីពីងពាត់ក្រោមដំណាក់នោះច្រើនដល់ទូលព្រះបង្គំជាខ្ញុំចូលទៅបោះជាជួបក្បាលទូលព្រះបង្គំជាខ្ញុំបានជាជេរវាមេដកតងចោលទាំងអស់នេះវាបានតែស៊ីគូតវាមិនបាន
វាមិនបានស៊ីក៏តែវាមិនបានស៊ីក៏តែពិគួតវាតើព្រះបង្គំជាខ្ញុំនឹងបានជេរអ្នកទាំងអស់តើព្រះបង្គំជាខ្ញុំនឹងបានជេរអស់អ្នកម្នាងជាម្ចាស់សូមទ្រង់ជ្រាបព្រះមហាក្សត្រស្ដាប់ហើយក៏មានព្រះបន្ទូលនឹងអស់អ្នកម្នាងថាអ្នកឯងកុំខឹងនឹងវានឹងបានជេរអ្នកឯងទេវាជេរតែពីពីងទេទើបអស់អ្នកម្នាងក្រាបទូលថាពីថ្ងៃនេះទៅម្ចាស់កុំអោយអាចជ័យទៅវាពីថ្ងៃនេះទៅម្ចាស់កុំអោយអាចជ័យវាទៅបោះក្រោមដំណាក់នោះទៀតឡើយព្រះមហាក្សត្រក៏ហាមធនជ័យមិនអោយទៅបោះក្រោមដំណាក់នោះទៀតទេព្រះមហាក្សត្រគិតក្នុងព្រះមហាក្សត្រគិតក្នុងព្រះហឫទ័យថាអាជ័យនេះមានប្រាជ្ញាណាស់នឹងដេញប្រាជ្ញាមិនទាន់បើដូច្នេះអញនឹងឲ្យវាយកមន់វាមកជល់នឹងមន់អញហើយអញនឹងឲ្យហាម5អ្នកនគរអញកុំឲ្យនរណាឲ្យមន់ខ្លាំងប្រជល់មកធនជ័យទិញឬខ្ចីបើនរណាអោខ្ចីឬលក់ឲ្យធនជ័យនឹងយកទោសខុសមិនខានឡើយគិតក្នុងព្រះហឫទ័យដូច្នេះហើយស្ដេចក៏ប្រសាលសប្បាយទៅលុះដល់ព្រឹកឡើងស្ដេចចេញមកគង់នៅសាលាក្រៅទ្រង់ឲ្យហៅអស់នាម៉ឺនមកជួបជុំហើយមានព្រះបន្ទូលបង្គាប់ឲ្យរកមន់មកជល់នឹងព្រះលៀនហើយបង្គាប់ឲ្យរកមន់មកបញ្ជល់ហើយឲ្យធនជ័យមកដល់ហើយមានព្រះបន្ទូលបង្គាប់ថាអាជ័យឯងទៅរកមន់ឯងមកជល់នឹងមន់អញឲ្យបានឥឡូវនេះឯងឯធនជ័យក្រាបថ្វាយបង្គំលាហើយគិតថាព្រះមហាក្សត្រលោកនឹងចាញ់ប្រាជ្ញាអញបើអញនឹងរកទិញមន់គេលោកហាមមិនឲ្យនរណាលក់ឲ្យឡើយបើដូច្នេះហើយអញយកមន់អញនេះឯងគង់តែនឹងជួលឈ្នះមន់ព្រះមហាក្សត្រមិនខានឡើយគិតហើយក៏ដើរទៅផ្ទះខ្លួនហើយចាប់យកកូនមន់ដែលទើបនឹងដុះក្រាស់នោះមកហើយយកកូនមន់នោះរួចដើរទៅលុះដល់ព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំស្ដេចទូលមើលស្ដេចមើលមិនឃើញធនជ័យយកមន់